ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជេងអ៊ីងខ្ញុំសូមលើកយកករណីអ៊ំប្រុសម្នាក់អាយុ60ឆ្នាំជាងគាត់មានបញ្ហាគៀបទ្រនាប់ឆ្អឹងកងចង្កេះទី4ទី5ផ្នែកខាងឆ្វេងបណ្ដាលឲ្យគាត់ឈឺជោគចាប់ខ្លាំងបងប្អូនកន្លែងខ្ញុំគូក្រហមហ្នឹងគឺជាកន្លែងដែលមានបញ្ហាគឺការលាតឌីសហ្នឹងហើយបងប្អូនហើយយើងដាក់ថ្នាំដៃជូនគាត់ដែរប៉ុន្តែมันមានការថមថយក៏យើងសម្រេចចិត្តព្យាបាលដោយវិធីចោះយកទ្រនាប់ឆ្អឹងកងចង្កេះហ្នឹងបងប្អូននេះជាការថតឆ្លោះមុននឹងវះដើម្បីឲ្យច្បាស់ថាយើងចូលទៅត្រូវកន្លែងគឺ L4 L5 ផ្នែកខាងឆ្វេងបងប្អូនករណីអ៊ំប្រុសនេះឲ្យពេលដែលខ្ញុំចោះទៅបងប្អូនខ្ញុំកាត់អីទៅពេលតែនេះបានខ្ញុំគៀសទៅរកឌីសហ្នឹងបងប្អូនអាខាងលើដែលខ្ញុំគៀសហ្នឹងគឺជាសរសៃហើយនឹងជាស្រោមខួរក្នុងករណីអ៊ំប្រុសដែរស្រោមខួរឆ្អឹងខ្នងគាត់គឺវាស្ដើងបងប្អូនហើយយើងមានការប្រយ័ត្នប្រយែងខ្លាំងបំផុតដែលខ្ញុំគៀសហ្នឹងបងប្អូនពណ៌រឿងលឿងខាងក្រោមហ្នឹងជាឌីសដែលលៀនហ្នឹងឯងបងប្អូនហើយយើងផ្លែកជាងមុនបន្តិចដោយសារលើកហ្នឹងយើងមើលទៅឃើញពណ៌រឿងលឿងដោយសារតំណប់ហ្នឹងវាលៀនមកអញ្ចឹងបងប្អូនហើយយើងព្យាយាមគៀសដើម្បីយើងទៅយកផ្នែកដែលលៀនចេញបងប្អូនពណ៌លឿងហ្នឹងចាំមើលបងប្អូនពេលដែលខ្ញុំចោះទៅយើងចោះទៅវាតំណប់ហ្នឹងវាលៀនចេញមកបងប្អូនហើយខ្ញុំព្យាយាមគៀសសរសៃហ្នឹងកុំឲ្យប៉ះលើសរសៃរបស់យើងហ្នឹងបងប្អូនបងប្អូននេះពណ៌លឿងហ្នឹងគឺតំណប់នេះវាលៀនមកទៅវាដូចជាមានស្រោមមួយក្រោកវាអញ្ចឹងឯងយើងធ្វើការផ្ទៀងផ្ទាត់ដែលត្រឹមត្រូវហើយថាលែងមានអ្វីទៀតហើយបានយើងចាប់ផ្ដើមចោះទៅយកអាហ្នឹងបងប្អូនណាពេលខ្ញុំចោះទៅមកពេលខ្ញុំចាក់នេះអាដែលលៀនហ្នឹងបងប្អូនហ្នឹងហើយគឺជាទ្រនាប់ឌីសដែលយើងថត MRI ទៅដែលវាលៀនទៅឃើញពណ៌ខ្មៅហើយបន្តមកទៀតយើងនឹងព្យាយាមធ្វើម៉េចយកអាទ្រនាប់ហ្នឹងចេញឲ្យអស់កុំឲ្យវាគៀបទៀតបងប្អូនអាកន្លែងដែលលៀនណាយើងយកវាចេញឲ្យអស់ហើយនេះពេលដែលយើងធ្វើការរួចរាល់ហើយយើងយកអស់ហើយបងប្អូនឃើញទេនៅអាខាងក្រោមដែលខ្ញុំគៀសនេះអានេះជាសរសៃដែលល្អទាំងអស់បងប្អូនឃើញទេសរសៃយើងទូលាយមែនតើហ្នឹងមានទាំងសរសៃមានទាំងស្រោមខួរគឺយើងផ្ទៀងផ្ទាត់មើលច្បាស់ល្អទាំងអស់ហើយផ្នែកដែលលៀនចេញយើងយកចេញរួចហើយអញ្ចឹងក្រោយពីការវះកាត់ចោះយកទ្រនាប់ហ្នឹងដែលលៀនហ្នឹងបានមួយថ្ងៃគឺគាត់មានការធូរស្បើយពីការឈឺចុកចាប់ខ្លាំងបងប្អូនហើយតាមគម្រោងគាត់នឹងសម្រាប់មន្ទីរពេទ្យមួយថ្ងៃឬក៏2ថ្ងៃក្រោយការវះកាត់គឺគាត់អាចចេញត្រឡប់ទៅផ្ទះបានវិញហើយបាទអរគុណបងប្អូនអរគ្នា